ដៅដោយបាយពុះក្រោយពេលដែលថៃបដិសេធនៅរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់ UN ឥឡូវនេះ UN បានឆ្លើយតបយ៉ាងចាស់ដៃក្តៅដោយបាយពុះតែម្ដងនៅក្នុងពេលបច្ចុប្បន្ននេះក្រោយពេលដែលថៃបដិសេធរបាយការណ៍ពិតនិងក៏ដូចជាបានស៊ើបអង្កេតដោយអង្គការសហប្រជាជាតិឥឡូវនេះគឺអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍សារជាថ្មីអ្នករាយការណ៍ពិសេសរបស់ UN លោក Tom Andrew លោកបានប្រកាសនិងក៏ដូចជាទទួលការស្នើសុំរបស់ថៃនិងក៏ដូចជាស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងករណីថៃហើយរបាយការណ៍ទាំងអស់ដែលចេញដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកបានបញ្ជាក់យ៉ាងច្បាស់ថាគឺរបាយការណ៍ទាំងនេះក៏ចេញដោយអង្គការសហប្រជាជាតិដែរហើយក៏ជាអង្គការឯករាជ្យរបស់ពិភពលោកពាក់ព័ន្ធជាមួយនឹងករណីថៃដែលព្យាយាមមិនទទួលស្គាល់របាយការណ៍របស់អង្គការសហប្រជាជាតិនេះគឺបង្ហាញសបញ្ជាក់ឲ្យឃើញថាថៃកំពុងតែគេចវេសពីការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការឈ្លានពានកម្ពុជាដែលមានប្រជាពលរដ្ឋកម្ពុជាប្រមាណជាជាង60,000នាក់ដែលត្រូវបានគេចចេញពីផ្ទះសម្បែងរបស់ពួកគាត់ក្រោយពេលដែលមានការវាយប្រហារអំពីសំណាក់ថៃព័ត៌មានថ្ងៃនេះថ្ងៃទី6ខែសីហាឆ្នាំ2026ខ្ញុំបាទនឹងសូមជូននៅអត្ថបទព័ត៌មានពាក់ព័ន្ធជាមួយនឹងការឆ្លើយតបរបស់លោក Tom Andrew ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបាទដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សក្រោយពេលដែលលោកបានមកអង្កេតដោយផ្ទាល់ពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហើយលោកក៏បាននិយាយផងដែរថាថៃបានមិនទទួលស្គាល់ការពិតដូច្នេះលោកក៏រីករាយនឹងទទួលយករបាយការណ៍របស់ថៃដែរប៉ុន្តែលោកបានបញ្ជាក់ឲ្យថាគឺរបាយការណ៍ទាំងអស់ដែលលោកលើកយកមកនិយាយនេះគឺសុទ្ធសឹងតែជារបាយការណ៍ដែលបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ត្រឹមត្រូវមិនមែនឆ្លើយទៅតាមការលើកឡើងរបស់កម្ពុជាតែម្ខាងនោះទេការលើកឡើងបែបនេះធ្វើឲ្យថៃខឹងកាន់តែខ្លាំងព្រាបបានដូចជាទម្លាក់គ្រាប់បែកមួយគ្រាប់កណ្ដាលទីក្រុងបាងកកដែលធ្វើឲ្យថៃរត់បាត់ជើងសោព្រាតនិងរង្គោះរង្គើលដល់វិស័យឯកជននិងក៏ដូចជានៅក្នុងវិស័យដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអនុទានឆាន់វរៈគុលស្របនៅក្នុងពេលបច្ចុប្បន្ននេះបើយោងទៅតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិបានបង្ហាញអំពីការឆ្លើយតបរបស់លោក Tom Andrew ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UN លោកបានឆ្លើយតបចំនឹងការប្រតិកម្មរបស់ថៃនឹងទួរលេខពាក់ព័ន្ធជាមួយនឹងការដកស្រង់របាយការណ៍របស់អង្គការ UN យ៉ាងណាមិញលោក Tom Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកបានអរគុណចំពោះការចាប់អារម្មណ៍ចំពោះសេចក្តីថ្លែងការណ៍របស់លោកនិងដែលចេញផ្សាយនៅក្នុងសន្និសីទសារព័ត៌មានថ្មីនិងបន្ទាប់ពីបញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជានៅក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលជាអង្គការមួយដែលទទួលបន្ទុកសិទ្ធិមនុស្សហើយនៅក្នុងនាមលោកជាអ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកបានអះអាងថានៅពេលដែលលោកបានចេញផ្សាយនៃសេចក្តីថ្លែងការណ៍របស់លោកដែលលោកបានផ្ញើទៅកាន់នៅការព្រៀងផ្នែកខ្លះយ៉ាងច្បាស់លាស់នៃសេចក្តីថ្លែងការណ៍របស់លោកពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនទៅកាន់រដ្ឋាភិបាលថៃតែមិនទទួលបានការឆ្លើយតបពីភាគីថៃនោះទេតែមិនទទួលបានការឆ្លើយតបហើយថែមទាំងមិននិយាយអ្វីទាំងអស់តែពេលនេះទោះបីជាយ៉ាងណាក៏ដោយលោកនៅតែបើកចំហនិងរីករាយនៅក្នុងការពិភាក្សាជាមួយនឹងរដ្ឋាភិបាលថៃធ្វើការដោយឯករាជ្យយ៉ាងណាមិញជាការឆ្លើយតបជាមួយនឹងការបដិសេធរបស់ភាគីថៃចំពោះទូរលេខជនភៀសសឹកកម្ពុជាលោកថមបានអះអាងទៀតថាទូរលេខជនភៀសសឹកដែលមានចំនួន65,000នាក់គឺលោកនឹងបានដកស្រង់ចេញពីរបាយការណ៍របស់អង្គការសហប្រជាជាតិមិនមែនដកស្រង់ចេញពីកម្ពុជាតែឯងនោះទេលោកបានសង្កត់ធ្ងន់ថាការលើកឡើងរបស់លោកអំពីជនភៀសខ្លួនទាំងនេះគឺជាការបង្ហាញនៃក្តីកង្វល់ផ្នែកសិទ្ធិមនុស្សគឺមិនមែនផ្ដោតសំខាន់ទៅលើការទាមទារដែលអធិបតេយ្យភាពដែលមានការប្រទាញប្រទង់គ្នានោះឡើយលោកបានបញ្ជាក់ផងដែរថានៅខែក្រោយលោកនឹងរៀបចំរបាយការណ៍និងដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងឲ្យបានរួចរាល់ហើយលោកនឹងក៏បានតាក់ទងទៅកាន់រដ្ឋាភិបាលថៃម្ដងទៀតនៅក្នុងអំឡុងពេលការរៀបចំរបាយការណ៍នេះហើយលោកសង្ឃឹមថានឹងអាចធ្វើការជាមួយនឹងមន្ត្រីថៃនិងដើម្បីស្វែងយល់អំពីទស្សនៈរបស់ពួកគេមុនពេលដែលមានការរាយការណ៍របស់លោកនឹងត្រូវបានបោះពុម្ពផ្សាយជាសាធារណៈយ៉ាងណាក៏ដោយចំពោះបញ្ហាលោកបានសង្កត់ធ្ងន់ថាលោកមិនអាចមើលរំលងបានឡើយនៅសារៈសំខាន់នៃការដោះស្រាយចំនួនព្រំដែននេះនឹងឲ្យបានឆាប់រហ័សនិងដោះស្រាយដោយសន្តិវិធីនិងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ
អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញរស់នៅក្នុងបរិយាកាសនិងដែលមានស្ថិរភាពសុវត្ថិភាពព្រមទាំងអាចចាប់យកនៅឱកាសសេដ្ឋកិច្ចនិងពីការធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែនបងប្អូនជាទីគោរពរាប់អានពាក់ព័ន្ធជាមួយនឹងស្ថានភាពពេលនេះគឺកាន់តែក្តៅមែនទែនហើយលោក Tom Andrew លោកបានប្រកាសបែបនេះក្រោយពេលដែលដាក់ថៃមួយកញ្ញល់លូសូក្លូថៃនាំគ្នាឈឺក្បាលគ្រប់គ្នាបាទចេញតាំងពីអ្នកតូចអ្នកធំអ្នកវិភាគ influencer ប៉ុន្តែឥឡូវនេះគឺលោក Tom Andrew លោកបានមានប្រសាសន៍ហើយថាលោកធ្លាប់ជូនដំណឹងទៅថៃបាទដើម្បីទទួលរបាយការណ៍ពីថៃតែផ្ទុយទៅវិញថៃប្រងើយកន្តើយជាមួយនឹងគាត់ហើយមិនព្រមផ្ដល់នៅរបាយការណ៍ផ្សេងដែលដូចតែថៃអះអាងនោះឡើយអញ្ចឹងមានន័យថាឥឡូវនេះនៅពេលដែលរបាយការណ៍របស់គាត់ចេញមកស្រាប់តែថៃកើតទុកមិនសុខចិត្តឥឡូវនេះគាត់បានឲ្យឱកាសដល់ថៃម្ដងទៀតថៃត្រូវតែផ្ដល់របាយការណ៍ហើយជួបពិភាក្សាមួយគាត់បើសិនជាថៃអត់ចេញរបាយការណ៍ជួបពិភាក្សាជាមួយគាត់ដោយផ្ទាល់ទេនោះសៀវភៅនឹងបោះពុម្ពចេញផ្សាយពាក់ព័ន្ធជាមួយនឹងថៃឈ្លានពានកម្ពុជានិងថៃដែលធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតំបន់ព្រំដែននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងក៏ដូចជាឈូសឆាយកំទេចនៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរបងប្អូនជាទីគោរពរាប់អានរហូតមកទល់នឹងពេលបច្ចុប្បន្ននេះលោកបានបញ្ជាក់ឲ្យរបាយការណ៍របស់អង្គការសហប្រជាជាតិគឺពឹងផ្អែកទៅលើអង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សផ្សេងទៀតដែលមានភាពឯករាជ្យនិយមដែលពួកគេបានសិក្សាដោយផ្ទាល់មើលដោយផ្ទាល់នៅស្ថានភាពជាក់ស្ដែងជាពិសេសអំឡុងពេលដែលការឈ្លានពានរបស់ថៃលើកម្ពុជាដែលថៃបានវាយប្រហារចូលទឹកដីកម្ពុជាយ៉ាងជ្រៅនិងមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដែនអធិបតេយ្យភាពកម្ពុជាមិនត្រឹមតែប៉ុណ្ណោះរហូតដល់មានការចូលមកទម្លាក់គ្រាប់បែកដល់ស្ពានមេទឹកនៅខេត្តពោធិ៍សាត់ទៅទៀតនេះបង្ហាញសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាថៃមិនមែនបើមានលេសតែប៉ុណ្្នឹងទេរហូតដល់មេទ័ពថៃធំជាច្រើនទៀតនិយាយចង់បង្កសង្គ្រាមធំនិងចង់វាយប្រហារដល់ទីក្រុងភ្នំពេញជាដើមពាក់ព័ន្ធជាមួយនឹងករណីការព្រមានរបស់បើមេទ័ពថៃធំនៅពេលកន្លងទៅគឺបើសិនជាចេញរបាយការណ៍វិញមិនដឹងថាប៉ុន្មាននោះទេវាបង្ហាញសបញ្ជាក់ឲ្យឃើញថាការនិយាយរបស់ថៃគឺជាផុសតាងបាទនៅពេលថ្មីនេះបានបង្ហាញសបញ្ជាក់ហើយអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាតើនឹងទៅជាយ៉ាងណាតើថៃអាចហ៊ានគិតវេបន្តទៀតដែរឬទេបើសិនជាបែបនេះមែនថៃអាចនឹងក្លាយទៅជារដ្ឋដ៏អាម៉ាស់បំផុតបាននៅលើពិភពលោកដែលមិនទទួលស្គាល់នៅអង្គការដែលឯករាជ្យដែលថៃក៏ជាម្ចាស់ហត្ថលេខីដែលថៃខ្លួនឯងក៏បានទទួលស្គាល់បើអង្គការសហប្រជាជាតិថាជាអង្គការមួយដែលពិភពលោកនឹងអាចពឹងផ្អែកបានដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា